សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយហើយថ្ងៃនេះដែរខ្ញុំមានរឿងរ៉ាវដ៏រន្ធត់មួយដែលបានកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់បានចែករំលែកមកកាន់ខ្ញុំអញ្ចឹងណារឿងរ៉ាវនេះកើតឡើងអំឡុងពេលដែលគាត់កំពុងតែស្នាក់នៅបន្ទប់មួយអញ្ចឹងណាពេលដែលគាត់ដឹងរឿងរ៉ាវបន្ទប់ហ្នឹងធ្វើគាត់រន្ធត់ក្នុងចិត្តខ្លាំងមែនទែនសឹងតែថាញ័រខ្លួនបែកញើសហ្មងណាពេលដែលគាត់ដឹងរឿងហើយចង់ដឹងថាគាត់បានជួបរឿងអីខ្លះពេលដែលគាត់កំពុងតែគេងនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅក្នុងសាច់រឿងនេះទាំងអស់គ្នាដោយរឿងរ៉ាវនេះដែរកើតទៅលើបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាធូដោយបងធូនឹងគាត់រស់នៅតាមខេត្តរបស់អ្នកទាំងអស់គ្នាហើយគាត់មានមុខរបរគាត់មានចំនួនផ្ទាល់ខ្លួនរបស់គាត់ដែលគាត់រកស៊ីធ្វើការនៅផ្ទះគាត់អញ្ចឹងហើយមុខចំនួនរបស់គាត់នឹងតម្រូវឲ្យឡើងមកភ្នំពេញដើម្បីយកអីវ៉ាន់ទិញអីវ៉ាន់ដើម្បីដាក់លក់បន្ថែមអញ្ចឹងហើយពេលដែលគាត់ឡើងមកហ្នឹងគាត់មានផ្ទះស្នាក់នៅស្រាប់ហើយដោយសារតែគាត់មានបងនៅភ្នំពេញអញ្ចឹងហើយពេលហ្នឹងក៏តម្រូវឲ្យបងធូនឹងឡើងមកភ្នំពេញដែរដោយសារតែអីវ៉ាន់ចំនួនរបស់គាត់ហ្នឹងអស់អញ្ចឹងពេលអញ្ចឹងត្រូវមកឡើងយកអីវ៉ាន់ខ្លួនឯងហើយពេលដែលគាត់មកដល់ភ្នំពេញហ្នឹងទៅក៏គាត់តែរកបងគាត់ចឹងទៅថាបងខ្ញុំមកដល់ភ្នំពេញនេះហើយបងឯងមានបន្ទប់តនេអត់ខ្ញុំសុំសម្រាប់មកយប់មើលតែសារតែការយកអីវ៉ាន់របស់គាត់ហ្នឹងត្រូវតម្រូវឲ្យគាត់គេងនៅភ្នំពេញមកយប់អញ្ចឹងហើយបងគាត់ហ្នឹងក៏តបវិញថាអីទេចាំបងឲ្យបុគ្គលិកបងរៀបបន្ទប់ឲ្យមកបន្ទប់ដោយសារតែបងគាត់ហ្នឹងមានបន្ទប់ជួលមានទេសនាអីនៅភ្នំពេញអញ្ចឹងហើយគាត់ថាចាំឲ្យបុគ្គលិកគាត់រៀបមកបន្ទប់ឲ្យហើយអាផ្ទះហ្នឹងបងទៅបន្ទិញអញ្ចឹងទៅបើកផ្ទះសំណាក់អញ្ចឹងបន្ទប់មកទៅបងធូថាអញ្ចឹងមកឯងឲ្យ location មកចាំខ្ញុំជិះទៅអញ្ចឹងហើយចាំជួយប្រាប់បុគ្គលិកបងឯងឲ្យទុកបន្ទប់ឲ្យខ្ញុំមួយចាំមើលផាជាពេលល្ងាចឬក៏ពេលយប់អីខ្ញុំបានទៅដោយសារតែខ្ញុំទៅកត់អីវ៉ាន់មួយគេបន្តិចទៅមកទៅបងគាត់ថាអីទេចាំបងប្រាប់បុគ្គលិកបងឲ្យហើយគាត់និយាយហើយចឹងទៅក៏បិទទូរស័ព្ទទៅបងធូក៏គាត់ទៅទិញអីវ៉ាន់ទៅយកអីវ៉ាន់តាមទម្លាប់គាត់រាល់ដងចឹងទៅដល់ពេលគាត់ទិញហើយចឹងទៅក៏គាត់ឆែកមើលអា location ដែលបងគាត់ផ្ញើឲ្យហ្នឹងដោយសារតែទិញហើយចឹងទៅត្រូវការផ្ទះដេកត្រូវការផ្ទះគេងអីហើយងូតទឹកអត់អីក៏គាត់ឆែកមើល location ដែលបងគាត់ផ្ញើឲ្យហ្នឹងទៅក៏គាត់ដឹងថាអូនៅឡើយនេះចឹងហើយក៏ជិះទៅតាម location ដែលបងគាត់ផ្ញើឲ្យហ្នឹងដល់ពេលជិះទៅដល់ទៅគាត់ឃើញទេសនាមួយគាត់ថាអូផែនហ្នឹងអីគាត់បានសួរឈ្មោះបងគាត់ទេទេសនាហ្នឹងក៏គាត់ចតឡាននៅមុខនឹងសិនចតឡានហើយចឹងទៅសាន់សុកគេមកសួរថាបងត្រូវការបើកបន្ទប់សម្រាប់មែនហើយបងធូថាបងខ្ញុំឲ្យមកសម្រាប់ហ្នឹងហើយខាងមេបងឯងមានប្រាប់អត់ហើយខាងពូសាន់សុកហ្នឹងក៏គាត់អត់ដឹងដែរគាត់អត់ដឹងទោះតែពូសាន់សុកទៅហៅបុគ្គលិកនៅក្នុងមកចឹងទៅបានបុគ្គលិកនៅក្នុងថាអូបងឯងមេខ្ញុំអ្នកប្រាប់ថាឲ្យមកសម្រាប់ហ្នឹងមែនបងអូនរបស់មេខ្ញុំមែនហើយបងធូថាហ្នឹងហើយខ្ញុំហ្នឹងហើយដល់ពេលចឹងទៅបុគ្គលិកថាអូបន្ទប់រៀបចំហើយបងនេះជាន់ទី2បងហើយនេះកូនសៅបងហើយពេលដែលគាត់ពងតែនិយាយហ្នឹងស្រាប់តែពូសាន់សុកមកពីក្រៅគាត់មកកេះគាត់ថាបងជួយយកឡានទៅទុកនៅខាងនោះបន្តិចបងដោយសារតែបងឯងទុកឡាននៅមុខហើយពេលហ្នឹងគាត់ភ្លេចដែរឡានគាត់ទុកនៅមុខហ្នឹងហើយបងធូគាត់ថាបាទបងបាទហើយខ្ញុំភ្លេចមិនហ្នឹងសុំទោសបងហើយឥឡូវយកយ៉ាយទុកនៅណាបងហើយពូសាន់សុកថាអូទុកនៅនេះបងហើយនិយាយគ្នាហើយចឹងទៅក៏យកឡានយកអីគាត់ទៅទុកចឹងទៅពេលដែលទុកឡានទុកអីហើយចឹងទៅក៏ឡើងមកផ្ទះសំណាក់ឡើងមកជាន់ទី2ហ្នឹងហើយបន្ទប់ដែលគាត់គេងហ្នឹងគឺបន្ទប់លេខ4គាត់ប្រាប់ខ្ញុំតែវាមិនលេខដូចលក្ខណៈថាគេដាក់របាដូចជាងរៀនគណិតវិទ្យាទេគេមានរបា1របា2តែបើយើងនិយាយងាយស្រាប់ទៅអាហ្នឹងបន្ទប់លេខ4ចឹងគាត់ថាគាត់ដេកនៅបន្ទប់លេខ4ចឹងហើយក៏ចូលក្នុងបន្ទប់ទៅអត់មានអីទេទុកអីវ៉ាន់ទុកអីហើយពេលដែលគាត់ទុកអីវ៉ាន់ហ្នឹងគាត់អត់ទៅងូតទឹកងូតអីទេគាត់តែប្រាប់បងគាត់សិនថាអូខ្ញុំបានមកដល់បន្ទប់គេងហើយអត់មានអីទេបន្ទប់ស្អាតហើយបុគ្គលិកល្អរស់រាយរាក់ទាក់អញ្ចឹងហើយគាត់និយាយមួយបងគាត់បានមកស្បក់ក៏បិទទូរស័ព្ទឲ្យបងគាត់ហ្នឹងទៅក៏ចាប់ផ្ដើមដោះខោដោះអីងូតទឹកអញ្ចឹងដោយសារតែគាត់មកពីខេត្តហើយដើរទិញអីវ៉ាន់អីតើល្ងាចតើយប់ហើយឥឡូវទៅបានងូតទឹកពេលអញ្ចឹងទៅរៀងស្អិតខ្លួនដែរគាត់ក៏ដោះអៅរអីចូលបន្ទប់ទឹកហ្នឹងហើយពេលដែលគាត់ចូលបន្ទប់ទឹកហ្នឹងទៅគាត់ថាបន្ទប់ស្អាតតំណងរបស់គេដោយសារតែផ្ទះស្នាក់ថ្មីចឹងគាត់ធ្លាប់តែដេកនៅផ្ទះស្នាក់ចាស់របស់បងគាត់ចឹងក៏ងូតទឹកងូតអីធម្មតាចឹងទៅអត់មានអីទេពេលងូតទឹកហ្នឹងងូតទឹកហើយងូតអីចឹងទៅគាត់យកកសែងយកអីមកជូតខ្លួនជូតសក់តាមទម្លាប់គាត់ចឹងទៅងូតហើយចឹងទៅក៏គាត់បើកទូទាស់កុំឲ្យវាស្ងាត់បន្ទប់បើកមើលប៉ុស្តិ៍ទាត់បាល់គាត់ថារកមើលប៉ុស្តិ៍ទាត់បាល់ហើយពេលដែលរកប៉ុស្តិ៍ទាត់បាល់ហ្នឹងអត់ឃើញប៉ុស្តិ៍ទាត់បាល់ទេឃើញតែប៉ុស្តិ៍ចម្រៀងប៉ុស្តិ៍អីចឹងក៏ទុកនៅប៉ុស្តិ៍ចម្រៀងសិនចឹងទៅរកមើលស្លីពាក់កៅអៅរកអីទៅហូបបាយហូបអីនៅក្រោមចឹងដោយសារតែយើងដឹងហើយគាត់ដើរទិញអីវ៉ាន់ទិញអីមួយថ្ងៃហើយពេលចឹងហេវបាយដែរក៏គាត់ចុះទៅក្រោមរកទិញអីចឹងទៅហើយពេលគាត់ចុះទៅដល់ក្រោមហ្នឹងអ្នកទាំងអស់គ្នាគាត់អត់មានទៅហាងអីធំទេគាត់ចូលចិត្តទិញតាមលម៉កគេលក់អីតាមលម៉កចឹងគាត់ថារកមើលចឹងតែរកមើលឃើញស្រាប់តែដើរចុះដើរឡើងចឹងទៅពេលហ្នឹងគាត់ទៅជិះឡានរកណាគាត់ដើររកចុះដើររកឡើងទៅក៏ឃើញកន្លែងគេលក់បាយឆាហើយលតឆាតែដាក់ពីប្រអប់បដ ாய் ហ្មងបាយឆាលតឆាគាត់គិតក្នុងចិត្តចឹងដើរទៅដល់កន្លែងអ៊ំលក់លតឆាបាយឆាហ្នឹងទៅគាត់ថាអ៊ំដាក់
បាយឆាមកប្រអប់ហើយលត់ឆាមកប្រអប់អ៊ំហើយអ៊ំលត់ឆាហ្នឹងក៏និយាយមួយបងធូអញ្ចឹងទៅលក្ខណៈគាត់លក់ដូរអញ្ចឹងរស់រាយអញ្ចឹងស៊ូនីស៊ូអាយអញ្ចឹងទៅហើយបងធូយើងហ្នឹងថាអូខ្ញុំទំឡើងមកពីខេត្តអញ្ចឹងដោយសារតែអ៊ំហ្នឹងគាត់ស៊ូថាក្មួយឯងទៅមកពីណាហើយមកធ្វើការមែនឬក៏អ្នកនៅហ្នឹងហើយបងធូថាអូខ្ញុំមកពីខេត្តអ៊ំខ្ញុំមកយកវ៉ាន់ហើយខ្ញុំមកដេកទស្សនៈនៅទស្សនៈនេះអញ្ចឹងទៅហើយអ៊ំនឹងឮឈ្មោះថាអូទស្សនៈហ្នឹងមានអីអ៊ំឃើញគេទំដោម្ចាស់ហ្នឹងហើយអនឯគេនឹងនៅមិនយប់អូនហើយបងធូថាខ្ញុំគេងតែមួយយប់ហ្នឹងថ្ងៃស្អែកពេលព្រឹកហ្នឹងខ្ញុំងើបទៅវិញឯងដោយសារតែនៅផ្ទះខ្ញុំអត់មានអ្នកមើលអវ៉ាន់អ៊ំហើយនៅតែម៉ាក់ប៉ាខ្ញុំអញ្ចឹងគាត់អត់សូវដឹងអវ៉ាន់ច្រើននឹងអ៊ំហើយអ៊ំហ្នឹងក៏គាត់អត់សួរអីទៀតដែរគាត់ឆាបាយឆាលត់ឆាគាត់ហ្នឹងទៅហើយឆាមកស្ទុះអញ្ចឹងទៅក៏ហើយអញ្ចឹងទៅហើយឆាហើយអញ្ចឹងទៅអ៊ំហ្នឹងក៏គាត់ថាពេលគេងពេលអីប្រយ័ត្នប្រយែងហងផ្ទះហ្នឹងអ៊ំលើគេថាស្ទើរមានប្រវត្តិល្អទេផ្ទះហ្នឹងមិនដំបងគាត់ថាអីទេដល់ពេលបាយហើយលត់ឆាហើយទៅអ៊ំនឹងចាប់ផ្ដើមនិយាយបដ ாய் ថាផ្ទះហ្នឹងអត់សូវល្អទេហើយតែមកទៅបងធូថាផ្ទះហ្នឹងអត់ល្អមិនអ៊ំមានអីអ៊ំគាត់នៅលើគេនិយាយតគ្នាហ្នឹងហើយបងធូនោះគាត់ចេះឆ្ងល់ទៅក៏គាត់អត់បានស៊ូអីច្រើនទៀតដែរដោយសារតែវារៀងយប់ដែរហើយគាត់ហៅបាយហេអីចឹងទៅក៏គាត់អត់ស៊ូដេញដោយដែរក៏យកលត់ឆាបាយឆាហ្នឹងទៅបន្ទប់គាត់ដើរចូលបន្ទប់ចឹងទៅមានបុគ្គលិកមានសន្តិសុខអីនៅក្រោមគេរស់រាយគេសេះហាយដាក់គាត់អីចឹងក៏ឡើងទៅបន្ទប់គាត់ធម្មតាចឹងទៅហើយបើកទ្វារបើកអីចូលបន្ទប់ចឹងទៅហើយពេលដល់បន្ទប់ហ្នឹងគាត់ហូបលត់ឆាមុនបាយគាត់ហូបលត់ឆាលេងហើយគាត់មើល Facebook គាត់មើល YouTube អីលេងចឹងទៅមើលចុះមើលឡើងចឹងទៅក៏មានសម្លេងគោះទ្វារនៅមុខបន្ទប់គាត់គោះតុកគាត់ថាក្នុងចិត្តគាត់ថាបុគ្គលិកអីមកកាត់យប់ហ្នឹងវិញក៏គាត់ឡើងទៅបើកទ្វារមើលចឹងទៅបើកទ្វារមើលចឹងទៅគាត់មានដែរគាត់ថាណាគេមកគោះអីហ្នឹងវិញហើយនៅក្នុងចិត្តគាត់ហ្នឹងអត់មានគិតរឿងខ្មោចគិតរឿងអីទេពេលហ្នឹងគាត់គិតថាបុគ្គលិកឬក៏ណាគេមកគោះបន្ទប់គាត់ចឹងហើយក៏បិទទ្វារហ្នឹងទៅអង្គុយហូបលត់ឆាហើយមើល Facebook មើលអីធម្មតាចឹងទៅហើយបានមកស្ទុះលឺទៀតលឺតុកពេលហ្នឹងគាត់លក្ខណៈនេះដែរមើលដែរដើរចេញទៅបើកទ្វារមើលអត់ឃើញទៀតបិទទ្វារវិញមកអង្គុយកន្លែងហូបលត់ឆាគាត់ហើយទូរស័ព្ទនៅក្នុងបន្ទប់គេដាក់មួយហ្នឹងក៏គាត់យកទៅខាងបុគ្គលិកនៅក្រោមចឹងគាត់ថាខាងអនឯងមានអ្នកណាគេមកគោះទ្វារបន្ទប់បងអត់អូនឬគោះពីរដងនេះហើយខាងបុគ្គលិកគេហ្នឹងក៏និយាយប្រាប់គាត់ថាអត់មានណាបងអត់មានបុគ្គលិកណាទៅគោះបន្ទប់បងទេហើយបងមានបញ្ហាអីមែនហើយបងធូហ្នឹងគាត់ថាបងអត់មានបញ្ហាអីទេតែអ្នកណាគេមកគោះទ្វារបន្ទប់បងពីរដងនេះហើយនេះអនឯងជួយឡើងមកមើលតិចមើលអូនគេលោអ្នកនៅចិត្តហ្នឹងគេមកលេងគេមកអីចឹងស្វឹងអីហ្នឹងហើយខាងបុគ្គលិកហ្នឹងក៏អត់មាននិយាយអីច្រើនដែរគេថាចាំមើលគេបញ្ជូនបុគ្គលិកឲ្យទៅមើលចឹងដោយសារតែគេមានបុគ្គលិករៀងច្រើនទស្សនៈគេ 3-4 ជាន់ដែរចឹងចឹងក៏គេឲ្យបុគ្គលិកគេទៅមើលកន្លែងបន្ទប់គាត់ចឹងទៅពេលបុគ្គលិកគេទៅដល់ហ្នឹងគេគោះទ្វារគេហៅគាត់ថាបងទៅក៏គាត់ទៅបើកទ្វារចឹងទៅក៏គាត់ថាអណៃមើលបន្ទប់បងមានណាគេគោះទ្វារពីរដងនេះដឹងអ្នកណាគេមកគោះទ្វារអ្នកនៅចិត្តហ្នឹងហើយបងធូគាត់និយាយទៀតថាមកលើគោះទ្វារទៀតប្រហែលជាបងសុំដូរបន្ទប់អីចឹងបងអត់ចេះនៅទេមានអ្នកមករំខានអីចឹងហើយខាងបុគ្គលិកហ្នឹងក៏គាត់ថាអីទេបងបើលើសលេងគេគោះទ្វារទៀតចាំបងឲ្យតាក់តងទៅខ្ញុំទៅចាំខ្ញុំដូរបន្ទប់ដូរអីឲ្យហើយនិយាយចឹងទៅក៏បុគ្គលិកគេហ្នឹងក៏ចុះទៅក្រោមវិញចឹងទៅហើយបងធូក៏គាត់បិទទ្វារបាត់អីមកហូបលត់ឆាហូបអីចឹងទៅហើយហូបបានមកស្ទូចឹងទៅអាលត់ឆាហ្នឹងក៏អស់ទៀតចាប់ដើមដល់បាយឆាម្ដងគាត់ហូបច្រើនចឹងលក្ខណៈគាត់ហែវចឹងហើយហូបទៀតចឹងហូបបាយឆាទៀតហ្នឹងហូបហ្នឹងលក្ខណៈថានៅវេរងដាគាត់នៅទាំងអស់គ្នាគាត់ឃើញដូចលក្ខណៈកណាត់អីហោះចឹងឃើញខ្មៅមិនមែនពណ៌សឃើញលក្ខណៈកណាត់ខ្មៅហោះវូទៅងាកទៅមើលទៅអត់ឃើញអីទេគាត់ថាចុំស្អីគេវិញខ្យល់ខ្លាំងពេកហ្នឹងគួយចម្រាមគួយអីមកដល់លើអានេះក្នុងចិត្តគាត់នៅទាំងអស់គ្នាគាត់អត់មានគិតរឿងខ្មៅគិតរឿងអីទេហើយក៏ហូបបាយឆាហ្នឹងហូបទៅមកគោះទ្វារទៅតុកគាត់ណាគេໄວដូចតប៉ែដល់គាត់អានេះគាត់និយាយដល់ពេលទៅបើកទ្វារមើលទៅពូសន្សុកម្ដងហើយពូសន្សុកគាត់និយាយថាចុំឲ្យមានណាគេមកគោះទ្វារញ៉ៃទៀតអត់អូនហើយបងធូហ្នឹងគាត់ថាអូលែងមានទេពូខ្ញុំស្មានតាណាគេមកគោះកោទៀតតែមិញហើយពូសន្សុកហ្នឹងគាត់ថាអូមានអីពូលើបុគ្គលិកគេប្រាប់ថាបន្ទប់អនឯងមានគេគោះទ្វាររូបខានហ្នឹងបានពូឡើងមកមើលឲ្យហ្នឹងហើយបងធូថាអូអរគុណច្រើនទេពូឥឡូវលែងលឺហើយផាជាទៅបាត់ហើយយ៉ាងគេលែងមកគោះហើយពូសន្សុកហ្នឹងគាត់ថាអីទេចឹងពូចុះទៅវិញអញ្ចឹងហើយនៅឲ្យសុខសប្បាយហើយបងធូថាអូមិនអីទេពូអរគុណច្រើនពូអត់អីទេហើយពូសន្សុកហ្នឹងក៏ដើរចុះទៅក្រោមវិញអញ្ចឹងទៅហើយបងធូយើងហ្នឹងក៏បិទទ្វារបាត់អីហើយគាត់និយាយថាពូសន្សុកអាសាណោះឡើងមកមើលឡើងមកអីអានេះគាត់និយាយហើយក៏បាយនៅលើតុគាត់ហ្នឹងក៏ហូបអញ្ចឹងទៅតែគាត់ហូបអត់អស់ទេលក្ខណៈវារៀងយប់ហើយដល់ពេលគាត់ហូបអត់អស់អញ្ចឹងទៅក៏គាត់បិទប្រអប់អញ្ចឹងហើយទុកនៅលើតុមុខទូអញ្ចឹងហើយក៏ចូលទៅដុសថ្មិញនោះអីហ្នឹងទៅដោយសារតែវារៀងយប់ហើយម៉ោង10ម៉ោង11ឥឡូវហើយក៏ចូលដុសថ្មិញចូលអីហើយអញ្ចឹងទៅក៏បិទភ្លើងបាត់អីដេកអញ្ចឹងទៅតែគាត់មិនមែនដេកទេអ្នកទាំងអស់គ្នាគាត់បិទភ្លើងលេងទូរស័ព្ទហើយអំឡុងពេលដែលគាត់កំពុងតែលេងទូរស័ព្ទនៅក្នុងបន្ទប់ហ្នឹង
គាត់ថាលឺក្មេងលឺអីរត់ពេញអាមុខបន្ទប់គាត់ហ្នឹងហើយគាត់និយាយថាក្មេងអីមករត់ពេញទៅមុខហ្នឹងវិញហើយមិនតែក្មេងរត់ទេនៅទាំងអស់គ្នាលក្ខណៈថាគេមានក្រុមគ្រួសារគេចេញទៅណាហូបអីកាត់យប់ចឹងគាត់ថាដើរលឺនិយាយលឺចឹងដូចអ៊ូអចឹងហើយគាត់ថាដើរអីអត់ដើរទីទេអត់ចេះក្រែងចិត្តក្រែងអីគេទេកាត់យប់ហើយពូអូនទូចហ្នឹងក៏ចឹងដែរនិយាយឡើងលឺស្រែកលឺហើយម៉ែអើយអត់ប្រាប់ឲ្យមាត់ទីទេអាហ្នឹងក៏និយាយម្នាក់ឯងនៅទាំងអស់គ្នានៅក្នុងបន្ទប់ហ្នឹងហើយក៏នៅតែលេង Facebook មើលរឿងអីរបស់គាត់ហ្នឹងតែហើយបានមកស្ទុះទៀតចឹងទៅលឺទៀតលឺលក្ខណៈគេរត់គេអីដេញគ្នាលេងចឹងនៅមុខបន្ទប់គាត់ហើយគាត់ថាទេសនានេះមនុស្សច្រើនណាស់បីលើក្រោយលេងមកដេកអានេះគាត់និយាយដោយសារតែទេសនាហ្នឹងគាត់ដែរមកដេកទេសនាថ្មីរបស់បងគាត់អីចឹងហើយលេងបានមកស្ទុះទៀតចឹងទៅក៏គាត់បិទទូរស័ព្ទគាត់ហ្នឹងគេចឹងទៅហើយពេលដែលគេហ្នឹងអ្នកទាំងអស់គ្នាគាត់ថាគាត់យល់សពចេញមកគឺប្លែកមែនទែនយល់សពលក្ខណៈថាលឺគេរត់លឺគេអីពេញមុខបន្ទប់គាត់ហ្នឹងលឺរត់ពុបលឺហើយលក្ខណៈលឺសំឡេងស្រែកទៀតជួយផងទៀតភ្លើងឆេះលក្ខណៈថាភ្លើងឆេះផ្ទះហ្នឹងអីចឹងហើយស្រែកឲ្យគេជួយហើយដល់ពេលលឺចឹងទៅលេងគាត់ថាលឺអាសលេងរត់ហ្នឹងកាលណាមកគីគាត់ចឹងទៅលេងបើកទ្វារចូលបន្ទប់គាត់ហ្មងគាត់ថាបើកទ្វារគ្រឹកនៅក្នុងយល់សពហ្នឹងគាត់ងាកទៅមើលអ្នករត់ចូលខ្លួនសិតតែឈាមឲ្យមនុស្សឡើងមកកណោរត់ចូលបន្ទប់គាត់ស្រែកឲ្យជួយហងហើយគាត់ថាពេលដែលគាត់មើលទៅកន្លែងគាត់ຕົកបាយនៅមុខទូហ្នឹងមានអ្នកខ្លះហ្នឹងអង្គុយស៊ីនៅនឹងតាំងពីអង្កាលទេអានេះគាត់និយាយប្រាប់គាត់និយាយស៊ីហ្មងគាត់ថាមានអ្នកអង្គុយស៊ីនៅមុខហ្នឹងដឹងតាំងពីអង្កាលទេហើយអ្នកខ្លះហ្នឹងមករូនគាត់ថាជួយផងភ្លើងឆេះហើយខ្លួនសិតតែឈាមសិតអីទាំងអស់គ្នាហើយគាត់ថាគាត់អត់ឃើញចឹងគាត់ស្រែកហ៊ូគាត់ស្រែកនៅក្នុងយល់សពហ្នឹងដល់ពេលស្រែកចឹងទៅលក្ខណៈថាគាត់ស្រែកមកអស់ទៅហឹងគាត់លឺហ៊ូគាត់លឺហ្នឹងគាត់ភ្ញាក់ពីគេងមកអ្នកទាំងអស់គ្នាហើយគាត់ភ្ញាក់ពីគេងហ្នឹងគាត់ថាខ្លួនគាត់សិតតែញើសខ្លាំងមែនទែនញើសលក្ខណៈថាដូចទៅ20មកពីណាចឹងហើយបេះដូងឡើងលោតញាប់ហើយទាំងដែលបន្ទប់គាត់ហ្នឹងនៅបើកផ្សេងតិចអ្នកទាំងអស់គ្នាមិនទាំងហាលទេណាបន្ទប់គាត់ហើយគាត់ចាប់ដើមរត់ទៅបើកភ្លើងបើអីបន្ទប់គាត់ហើយដល់ពេលទាញម៉ោងមើលទៅម៉ោង2ជាងគាត់ថាហើយអីដែលធ្វើគាត់ព្រឺរោមអ្នកទាំងអស់គ្នាគាត់ងាកទៅមើលបាយដែលគាត់ຕົកនៅមុខទូហ្នឹងលេងអារ៉ាត់អារាយពីហ្នឹងលក្ខណៈថាបាយហ្នឹងដូចមានអ្នកណាមកស៊ីមែនចឹងដូចមានអ្នកណាមកហូបមែនចឹងគាត់ថាគាត់ឃើញចឹងអ្នកទាំងអស់គ្នាគាត់អត់និយាយអីច្រើនទេយកទៅទូរស័ព្ទគាត់ហ្នឹងហើយបើកទ្វារចុះទៅក្រោមបណ្ដោយចុះទៅក្រោមចឹងទៅក៏មានបុគ្គលិកគេវេនយប់ចឹងហើយពេលគេឃើញគាត់ចុះទៅចឹងគេសួរគាត់បងមានបញ្ហាអីមែនបងហើយបងធូរថាអត់មានបញ្ហាទេបងគេអ្នកលក់ហ្នឹងបងចុះមកក្រោមលេងហ្នឹងមករកទិញអីហូបទីហ្នឹងហើយបុគ្គលិកខាងទេសនាហ្នឹងក៏គេថាស្មានហើយបងប្រហែលជាអត់សូវមានអ្នកលក់ទេដោយសារតែម៉ោង2ម៉ោង3យប់ហ្នឹងហើយបងធូរហ្នឹងគាត់ថាអីទេបងជិះដើរមើលនេះមើលនោះបន្តិចដោយសារតែពេលយប់គាត់អត់ហ៊ានដើរគាត់ខ្លាចគ្រោះថ្នាក់អីចឹងគាត់ចាប់ដើមចូលឡានគាត់ហើយជិះឆ្វែលនៅចិត្តហ្នឹងមើលទៅជិះចុះជិះឡើងហ្នឹងទៅក៏ឃើញតូបលក់អីមួយនៅទាំងអស់គ្នាក៏ចូលហូបអីនៅតូបហ្នឹងទៅលក្ខណៈថាតូបលក់អីពេលយប់ចឹងហើយពេលចូលទៅហ្នឹងគាត់លក្ខណៈចាប់ដើមសួរវិញថាជុំបងនៅចិត្តហ្នឹងដែលមានធ្លាប់ភ្លើងឆេះភ្លើងអីអត់បងហើយអ្នកលក់អីក៏លឺចាប់ដើមឆ្ងល់បរោយថាមកឲ្យសួរអីបងកាត់យប់ហ្នឹងម៉ោង2ម៉ោង3ហ្នឹងហើយបងធូរថាមានអីខ្ញុំគាត់អាស៊ូហ្នឹងខ្ញុំចង់ដឹងហ្នឹងហើយបងអ្នកលក់ហ្នឹងថាមកឲ្យជួបអីមែនមើលមុខដូចអត់សូវស្រស់សោះបងហើយបងធូរគាត់អត់លាក់ទៅគាត់ថាអូបងអើយខ្ញុំទៅដេកនៅទស្សនៈនោះលេងយូរសពមកឯងមកលេងដូចភ្លើងឆេះភ្លើងអីចឹងគេមករត់ចូលបន្ទប់ខ្ញុំមកស្រែកឲ្យជួយហងហើយខ្លួនសិតតែឈាមមុខសិតតែឈាមអីវ៉ាន់ហើយមនុស្សច្រើនណាហើយបងមានដឹងអត់បងថាទស្សនៈណាឬក៏កន្លែងណាធ្លាប់ភ្លើងឆេះនៅចិត្តហ្នឹងបងហើយបងអ្នកលក់ហ្នឹងគឺគាត់អត់លាក់ដែរដោយសារតែគាត់អត់នឹងលាក់តែអីហ្នឹងគាត់ថាទស្សនៈនេះមាន 3-4 ជាន់ហ្នឹងធ្លាប់ភ្លើងឆេះតែឥឡូវគេដូរម្ចាស់ហើយលក់ឲ្យម្ចាស់ថ្មីហើយមានអ្នកចូលនៅច្រើនតែដើរលើគេជួបអីហ្នឹងហើយណៃទៅដេកចំផ្ទះហ្នឹងមែនហើយបងធូរក៏លឺចឹងគាត់ថាហ្នឹងហើយបងហ្នឹងហើយខ្ញុំដេកផ្ទះហ្នឹងតាហើយបងអ្នកលក់ហ្នឹងគាត់បញ្ជាក់ទៀតថាចុះមកណៃជួបមែនតើក៏លេងហើយបងធូរជាងហ្នឹងគាត់និយាយកាន់តែខ្លាំងចាខ្ញុំជួបមែនបងខ្ញុំជួបមែនខ្ញុំអត់ភូតទេបងឯងមើលមុខខ្ញុំហើយបងឯងមកហាត់អាវខ្ញុំឡើងសិតញើសឡើងធំញើសហើយបងអ្នកលក់ហ្នឹងគាត់មែនតើអ្នកទាំងអស់គ្នាគាត់មកហាត់អាវមែនគាត់ថាមែនតើហើយណៃជួបអីខ្លះប្រាប់បងតិចមើលលក្ខណៈថាគាត់ជាមនុស្សចង់ដឹងរឿងគេដែរចឹងហើយបងធូរថាជួបដូចខ្ញុំប្រាប់បងឯងមិញហ្នឹងលេងយូរសពមករត់ចូលបន្ទប់ហ្មងបើកទ្វារបន្ទប់រត់ចូលស្រែកឲ្យជួយហងហើយអ្នកខ្លះនៅក្នុងបន្ទប់ខ្ញុំហ្នឹងអាបាយខ្ញុំទុកនៅមុខទូហ្នឹងលេងបើកហូបមកម៉ៃមើលហើយដល់ពេលខ្ញុំភ្ជាក់ចឹងទៅលេងអាបាយហ្នឹងអារ៉ាត់អារេមែនមិនដូចតែក្នុងយូរសពទេណាហើយបងអ្នកលក់ហ្នឹងគាត់ថាសាហាវមកកន្លែងហ្នឹងដូចអត់ដែរគេលឺល្បីលោកនេះសោះនេះហើយណៃតែមកដេកលើកទី1មែនហើយបងធូរគាត់ថាខ្ញុំតែមកដេកលើកទី1ហ្នឹងហ្មងហើយអាហ្នឹងផ្ទះរបស់បងខ្ញុំហ្នឹងគាត់ទៅទិញតពីគេហ្នឹងហើយបងអ្នកលក់ហ្នឹងគាត់ថាអូអាណៃចោលហើយចាំប្រាប់ឲ្យបងអាណៃអាសាធ្វើប៉ុនធ្វើអីគេបងទៅកន្លែងហ្នឹងកាមុនឆេះស្លាប់មនុស្សអស់ច្រើនណាលក្ខណៈថាកាមុនបន្ទប់ជួលចឹងហើយឆេះពេលយប់ចឹងមិនទស្សនៈទេកន្លែងហ្នឹងកាមុនលក្ខណៈថាគេជួលជាខែចឹង
ហើយអាណៃទៅផ្ទះវិញធ្វើបន់ទៅអីផងទៅអូនប្រហែលជាគេមកសុំបន់សុំអីអាណៃហ្នឹងបើបងលោកហ្នឹងអត់ដែលលឺល្បីគេថាឡងអីទេតែលឺណៃមួយនេះតែបើមានអ្នកស្លាប់មែនអូនឡៃហ្នឹងគឺឆេះកាលមុនគឺឆេះស្លាប់អស់ច្រើនណាស់ហើយបងធូថាអូទៅវិញនឹងធ្វើបន់ស្រោចទឹកហើយបងអើយហើយពេលគាត់និយាយមួយបងហ្នឹងហើយអ្នកទាំងអស់គ្នាគាត់ទិញអីហើយលក្ខណៈថានិយាយផ្ដាហូបដាហើយគាត់ប្រាប់បងហ្នឹងថាបងឥឡូវខ្ចប់ឲ្យខ្ញុំមួយទៀតយកទៅហូបនៅបន្ទប់បងឥឡូវខ្ចប់ឲ្យខ្ញុំមួយទៀតយកទៅហូបនៅទេសនាហ្នឹងហើយបងអ្នកលោកហ្នឹងក៏លឺចឹងគាត់ថាចំមិនឯងហ៊ានទៅដេកទៀតមែនហើយបងធូថាអូខ្ញុំមិនហ៊ានទៅដេកបងខ្ញុំអង្គុយនៅកន្លែង receptionist គេនឹងបានហើយពេលព្រឹកឡើងទៅយកឲ្យវ៉ាន់ដឹងហៅពូសំសុកទៅមួយខ្ញុំហើយគាត់និយាយហើយចឹងទៅក៏បានខ្ចប់អីទៅកន្លែងទេសនាហ្នឹងទៅហើយដល់ពេលទៅដល់ទេសនាហ្នឹងអ្នកទាំងអស់គ្នាគាត់នឹងអង្គុយកន្លែងគេទទួលភ្ញៀវហ្នឹង receptionist គេហ្នឹងហើយបុគ្គលិកគេហ្នឹងសួរគាត់ថាចំបងឯងអត់ឡើងទៅដេកមែនបងហើយបងធូថាអូអត់អីទេបងនឹងអង្គុយលេងហ្នឹងតិចបងលក្ខណៈថាអត់សូវស្រួលខ្លួនបាននៅនេះទៅបានគ្នាច្រើនទៅបងអត់សូវភ័យអញ្ចឹងហើយបុគ្គលិកគេហ្នឹងក៏អត់មានបញ្ហាដែរឲ្យគាត់អង្គុយនៅហ្នឹងអញ្ចឹងទៅដោយសារតែវាចិត្តភ្លឺដែរអញ្ចឹងហើយអង្គុយអញ្ចឹងទៅអង្គុយដឹងដេកនៅកន្លែង receptionist គេហ្នឹងតាំងពីកាលហើយពេលព្រឹកអញ្ចឹងទៅគាត់ភ្ញាក់ឡើងអញ្ចឹងទៅលក្ខណៈថាបងគាត់មកបងប្រុសគាត់មកដាស់ថាអេហេឯងបន្ទប់អីមិនទៅដេកមកដេកអីនៅហ្នឹងហើយបងធូគាត់គាត់ឃើញបងគាត់មកអញ្ចឹងគាត់យករឿងនឹងប្រាប់បដ ாய் ថាមកបងឯងឡើងទៅលើបន្ទប់ខ្ញុំតិចខ្ញុំមានរឿងប្រាប់ហើយបងប្រុសគាត់ថាមានរឿងអីហើយមិននិយាយនៅក្រោមហ្នឹងទៅហើយបងធូថាអើនិយាយនៅក្រោមទៅអីបងនិយាយនៅបន្ទប់ខ្ញុំទៅស្រួលហើយបងប្រុសគាត់ហ្នឹងក៏ដើរឡើងទៅតាមបងធូអញ្ចឹងទៅហើយដល់ពេលទៅដល់បន្ទប់គាត់ណាទាំងអស់គ្នាអាបាយដែររ៉ាត់រ៉េនៅមុខទូហ្នឹងលេងបាត់អស់លីងទាំងអស់គ្នានៅសល់តែប្រអប់ទេគាត់ឃើញចឹងគាត់ព្រឺរួមមកថាចំលេងចឹងហ្មងហើយបងគាត់ថាចំលេងចឹងអីគេបងធូហ្នឹងក៏យករឿងយូសបយប់មិញហ្នឹងប្រាប់បងគាត់ទាំងអស់គាត់ថាយប់មិញហ្មងអើយខ្ញុំយូសបហើយមានមនុស្សមានអីនៅក្នុងហ្នឹងមកម៉ៃមើលហើយយូសបថានៅហ្នឹងភ្លើងឆេះហើយមនុស្សរត់មកឲ្យខ្ញុំជួយហើយខ្លួនសិតតែឈាមហើយមានអ្នកខ្លះហ្នឹងមកអង្គុយហូបបាយខ្ញុំអាបាយទុកមុខទូហ្នឹងហើយបងគាត់ក៏នៅលើចឹងថាចំមែនទេហើយបងធូថាខ្ញុំភូតបងឯងទៅអីខ្ញុំមានហ៊ានដេកនៅហ្នឹងណាយប់មិញហើយបងគាត់ថាអូនៅហ្នឹងកាលមុនឆេះមែនតើបងដឹងដែរតើតែដែរឮថាគេឡងគេអីចឹងហើយឯងមកខុសមាត់ខុសអីហ្នឹងឌឺដងគេហ្នឹងមិនគេឡងហើយបងធូថាអូយឌឺដងអីបងខ្ញុំមកអង្គុយតែធម្មតាហ្នឹងលេងទូរស័ព្ទលេងអីធម្មតាហ្នឹងងុតទឹកហើយហូបបាយហូបអីហើយចូលលេងទូរស័ព្ទធម្មតាហ្នឹងដេកធម្មតាហ្នឹងប្រហែលជាខ្ញុំគេតាក់តងបានយ៉ាងមិនគេមកចឹងបងហើយបងគាត់និយាយទៀតថាអើយទៅផ្ទះវិញធ្វើបន់ទៅអីហ្នឹងគេលោកគេមកសុំបន់ពីឯងហើយបងប្រហែលជាចាំមើលទៀតរលោករកអីមកស្រោចទឹកផ្ទះហ្នឹងដែរហើយនិយាយគ្នាហើយចឹងទៅបងគាត់រកចុះទៅក្រោមបងធូថាបងកុំអាចចូលបងជួយរើវ៉ាន់ខ្ញុំតិចហើយបងគាត់ក៏លើយើងសាយបដ ாய் ថាអេឯងខ្លាចដល់ថ្នាក់ហ្នឹងហើយបងធូថាអត់ខ្លាចបងយប់មិញលេងមកយកសពស្រស់ចឹងហ្មងហើយបងប្រុសគាត់ហ្នឹងក៏ជួយរើវ៉ាន់រើអីចុះក្រោមចឹងទៅដល់ពេលរើដល់ចុះក្រោមចឹងទៅបុគ្គលិកឲ្យសំសុកឃើញមេខ្លួនឯងជួយរើវ៉ាន់ណាថាចុះមេរើវ៉ាន់ហើយបងប្រុសហ្នឹងក៏ថាជួយរើវ៉ាន់មានអីអាហ្នឹងវាប្អូនខ្ញុំហ្នឹងហើយយប់មិញវាខ្មោចឡងគាត់និយាយប្រាប់បុគ្គលិកឲ្យពូសំសុកចឹងមកអ្នកទាំងអស់គ្នាមានលក្ខណាហើយពូសំសុកឲ្យបុគ្គលិកគាត់លឺចឹងគាត់លក្ខណៈថាគាត់សើចហ្មងគាត់អត់ជឿគាត់ថាមេគាត់និយាយលេងចឹងហើយបងធូហ្នឹងក៏អត់មាននិយាយអីទៀតដែរចាប់ផ្ដើមយកឡានយកអីហ្នឹងចាប់ផ្ដើមទៅផ្ទះចឹងដោយសារតែវាភ្លឺដែរចឹងម៉ោង 4 ម៉ោង 10 ដែរហ្នឹងដោយសារតែផ្ទះគាត់នៅឆ្ងាយពីម្ពិញចឹងហើយក៏គាត់បានទៅផ្ទះទៅអីធម្មតាចឹងទៅហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងគាត់បានយកមកចែករំលែកមកកាន់ខ្ញុំចឹងអត់មានជួបរឿងរ៉ាវអីទៀតទេពេលដែលយូរសពហើយចឹងតែគាត់ថាពេលដែលគាត់ទៅផ្ទះហ្នឹងគាត់ថាបានធ្វើបន់ធ្វើអីនឹកឃើញដល់គេដែរចឹងគាត់ខ្លាចគេមកតាមដល់ផ្ទះអញ្ចឹងហើយរឿងរ៉ាវរបស់គាត់មានតែប៉ុណ្្នឹងទេឥឡូវយើងមកសង្ខេបសាច់រឿងគាត់ទាំងអស់គ្នាអញ្ចឹងដោយរឿងរ៉ាវនេះកើតទៅលើបងប្រុសម្នាក់ដែលគាត់មកភ្នំពេញយកអីវ៉ាន់ហើយគាត់បានដេកទស្សនៈដែលបងគាត់ទៅទិញអញ្ចឹងហើយបងគាត់ហ្នឹងក៏ដឹងប្រវត្តិថាទស្សនៈហ្នឹងធ្លាប់មានភ្លើងឆេះភ្លើងអីដែរតែដោយសារតាអត់ដែរមានប្រវត្តិឡងអីចឹងក៏បងប្រុសគាត់ហ៊ានទិញទៅហើយបងធូយើងហ្នឹងក៏បានទៅដេកអាទស្សនៈដែលបងប្រុសគាត់ទិញហ្នឹងហើយដេកបន្ទប់លេខ 4ហើយពេលដែលគាត់ដេកចឹងទៅក៏មានយល់សពគេហៅឲ្យគាត់ជួយផងអញ្ចឹងទៅចូលក្នុងបន្ទប់គាត់ចូលអីចឹងទៅហើយមានអ្នកខ្លះហ្នឹងមកអង្គុយហូបបាយដែលគាត់ទុកចោលនៅមុខទូហ្នឹងដោយគាត់អត់ដឹងទេថាហេតុការណ៍មុនបងហ្នឹងមានរឿងអីកើតឡើងនៅក្នុងផ្ទះហ្នឹងហើយពេលដែលគាត់ជួបរឿងចឹងទៅក៏គាត់ជិះចេញក្រៅទស្សនៈហ្នឹងក៏បានទៅជួបបងប្រុសម្នាក់ដែលគាត់លក់អីនៅតាមផ្លូវចឹងហើយក៏គាត់បានសួរប្រវត្តិទស្សនៈហ្នឹងហើយបងប្រុសហ្នឹងក៏គាត់បានប្រាប់ថាទស្សនៈហ្នឹងធ្លាប់ភ្លើងឆេះធ្លាប់មានអ្នកស្លាប់ធ្លាប់អីចឹងទៅតែបងប្រុសលក់អីនៅតាមផ្លូវហ្នឹងក៏គាត់បញ្ជាក់ដែរថាទស្សនៈហ្នឹងអត់ដែលមានប្រវត្តិឡងមានអីទេនិយាយទៅដូចតែបងប្រុសគាត់ប្រាប់ចឹងថាទស្សនៈហ្នឹងអត់ដែលមានប្រវត្តិមានអីឡងចឹងទេតែមកវាយល់សពបងធូហើយការយល់សពហ្នឹងធ្វើគាត់ភ័យខ្លាចមែនទែនអ្នកទាំងអស់គ្នាឡើងបែកញើសពេញអាវឡើងញ័រខ្លួនមកពេលដែលគាត់ភ្ញាក់ពីការយល់សពហ្នឹងអានេះតាមគំនិតខ្ញុំអ្នកទាំងអស់គ្នាអ្នកដែលមកវាយល់សពគាត់ហ្នឹងប្រហែលជាចង់បានបន់ប្រហែលជាអីមែនហើយដោយសារតា
ទស្សនៈហ្នឹងអត់ដែលមានប្រវត្តិឡងអត់ដែលមានប្រវត្តិអីចឹងទេហើយគេមកបញ្យុសប្តាហ៍បង្ធូចឹងប្រហែលជាបង្ធូគាត់ខាងវិញ្ញាណងាយតាក់ទងអីចឹងអានេះតាមខ្ញុំគិតណាហើយបើអ្នកទាំងអស់គ្នាមានច្បល់អីអាចបញ្ចេញនៅ comment បានណាលក្ខណៈថាវិញ្ញាណហ្នឹងមករកបង្ធូមានការអីចង់បានប៉ុនឬក៏មកបន្លាចបង្ធូស្រស់ហ្មងអានេះអ្នកទាំងអស់គ្នាអាចបញ្ចេញមតិនៅ comment បានណាហើយរឿងរ៉ាវយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ជួបវិញ្ញាណឬក៏ធ្លាប់ខ្មោចលងឬក៏អីចឹងអាចចែករំលែកបាននៅក្នុង page ដែលមានឈ្មោះគុណភ័ក្រដូចក្នុង YouTube ចឹងណានិយាយទៅឈ្មោះគុណភ័ក្រហ្នឹងខ្ញុំដាក់ទាំងអស់ទាំង IG ទាំង TikTok ទាំង Facebook ទាំង YouTube ចឹងណាហើយបើអ្នកទាំងអស់គ្នាចង់ចែករំលែករឿងផ្ទាល់ខ្លួនអាចឆាតមកខ្ញុំបាននៅក្នុង Facebook page ចឹងណាហើយហ្នឹងហើយវីដេអូយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់មកដល់ចំណុចនេះដូចរាល់ដងចឹងកុំភ្លេចជួយចុច Subscribe និង Like ផងដើម្បីលើកទឹកចិត្តខ្ញុំឲ្យខ្ញុំមានកម្លាំងចិត្តធ្វើអញ្ចឹងណាហើយមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ